បាលរបស់កូនទាំងអស់គ្នាសួស្តីកូនថ្ងៃនេះកូនសុខសប្បាយទេចាជួបអ្នកគ្រូទៀតហើយក្នុងការកាយកិច្ចការផ្ទះចាមុននឹងធ្វើការកាយកិច្ចការផ្ទះអញ្ចឹងកូនកុំភ្លេចណាចាកិច្ចការផ្ទះរបស់កូនដែលអ្នកគ្រូផ្ញើទៅថ្ងៃមុនដាក់នៅក្បែរកូនចាសៀវភៅសរសេរជួលលបខ្មៅដៃនិងបនទាត់ចាដើម្បីងាយស្រួលក្នុងការធ្វើប្រមាណវិធីគុណលេខចាកូនត្រូវសូត្រមេកូនឲ្យអ្នកគ្រូគឺ2មេ2រហូតដល់មេ5 9ចាកូនចាប់ដើមសូត្រទាំងអស់គ្នាអ្នកគ្រូនឹងធ្វើប្រមាណវិធីដែលលើក្រាធៀនដល់យើងការត្រង់ចំណុចការគុណចំនួនលេខ3ផ្ទាល់និងលេខ2ផ្ទាល់ចាឥឡូវយើងចាប់ដើមធ្វើទាំងអស់គ្នាចាឥឡូវកូនចាប់ដើមសូត្រអ្នកគ្រូនឹងចាប់ដើមធ្វើកំណែកិច្ចការផ្ទះគឺយើងមានកិច្ចការចំនួន4ថ្ងៃមុនចាចំណុចទី1គឺ367គុណជាមួយនឹងចា35 7 367គុណជាមួយនឹង35 7ឥឡូវកូនចាំបន្តិចទៀតនឹងធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងកំណែរបស់អ្នកគ្រូចាឥឡូវយើងសូត្រកូនទៅគឺមាន367គុណនឹង35 7ចា7 7ដង45 4សរសេរលេខ9ត្រាតុ4 7 6ដង42 42បូកនឹង4 45 6 7 3ដង21បូកត្រាតុ4ទៀត20ចា25ចឹងយើងគុណនៅខ្ទង់10កាលណាគុណនៅខ្ទង់10លទ្ធផលគឺដាក់ក្រោមខ្ទង់10ចឹងយើងយក3គុណនឹង5 7 3 7ដង21សរសេរលេខ1ត្រាតុចាត្រាតុ2 3 6ដង18បូកនឹង2ចាគឺស្មើនឹង20សរសេរលេខ0ត្រាតុ2ចា3 3ដង9 9បូកនឹង2ស្មើនឹងចា11ចឹងចុងក្រោយគឺយើងសរុបធ្វើប្រមាណវិធីបូកចាឥឡូវយើងចាប់ដើមបូកសរុបទាំងអស់គ្នាតាំងពី1កូនដល់ប្រមាណហើយផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងអ្នកគ្រូចា9យើងគ្មានអ្វីបូកអាចទម្លាក់មក6បូក1ស្មើ7ចា5បូកនឹង0ស្មើនឹង5 2បូកនឹង1ស្មើនឹង3ចា1ដុំលាក់ចាលទ្ធផលទី1គឺឃើញ13579ចាឥឡូវកូនធ្វើការផ្ទៀងផ្ទាត់ចម្លើយជាមួយអ្នកគ្រូត្រង់ចំណុចទី1គឺឃើញ13579ចាបើយើងឃើញដូចគ្នាអញ្ចឹងហើយឥឡូវយើងនឹងបន្តចំណុចខមួយទៀតចាគឺចំណុចខចាឥឡូវចំណុចខតើលេខប្រមាណគុណនឹងប្រមាណនោះបាទចាចំណុចខគឺ876គុណនឹងជាមួយប្រមាណទាំងអស់គ្នាចាគឺគុណជាមួយនឹង75ចាលេខកាន់តែធំបន្តិចទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យមើលការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយអ្នកគ្រូចាเราយើងចាប់ដាក់គុណទាំងអស់គ្នាដោយយក876គុណនឹង75ចាអញ្ចឹងវាចាប់ដាក់គុណលោកតូរីយក5គុណនឹង6 5 6ដង30សរសេរលេខ0ត្រាតុ3 5 7ដង35បូកនឹង3 38សរសេរលេខ8ត្រាតុចាត្រាតុ3ដូចគ្នា5 8ដង40បូកនឹង3គឺស្មើនឹង40ចា43ចាទី2គឺយើងគុណនៅខ្ទង់10កាលណាលទ្ធផលនៅគុណនៅខ្ទង់10គឺយកចម្លើយដាក់ក្រោមខ្ទង់10យើងគុណ7ជាមួយនឹង6 7 6ដង40 42សរសេរលេខ2ត្រាតុ4 7 7ដង49 40បូក9បូកនឹង4
4គឺ53សរសេរលេខ3ត្រាតុកចាត្រាតុក5 7 8ដង56 56បូកនឹង5ស្មើនឹង60ចាចុងក្រោយគឺយើងធ្វើការបូកប្រមាណវិធីគុណខាងលើនេះចេញលទ្ធផលចាហើយយើងចាប់តាមបងប្អូនគ្នាហើយកូនចាំទៀងទាត់ចម្លើយរបស់កូនជាមួយនឹងចម្លើយរបស់អ្នកគ្រូចាគឺស្មើនឹង0 8បូកនឹង2ស្មើនឹង10សរសេរលេខ0ត្រាតុក1ចា1បូកនឹង3 4 4បូកនឹង3ស្មើនឹង5 7ចា4បូកនឹង1ស្មើនឹង5សរសេរលេខ5 6នេះគឺយើងមានមួយបូកតោះលាចាចម្លើយទី2របស់បងប្អូនទាំងអស់គ្នាឃើញប្រមាណឥឡូវអ្នកគ្រូឃើញ65700ចាអ្នកគ្រូហៅធ្វើម្ដងទៀតគឺ65700ចាបើសិនជាឃើញបែបនេះគឺមានន័យថាជាចម្លើយដល់ត្រឹមត្រូវគាត់ឃើញបែបនេះហើយនៅចាបើកូនឃើញហើយយើងនឹងបន្តទៅចំណុចទី3បន្តទៅទៀតចាចំណុចទី3ចាលេខ3ចំណុចកគឺ405ចាគុណនឹង35 8ចា405គុណនឹង35 8ចាតើចម្លើយเป็นប្រមាណទៀងទាត់ទាំងអស់គ្នាណាគាត់ចាចម្លើយឃើញប្រមាណទៀងទាត់ទាំងអស់គ្នាចាប់ផ្ដើមធ្វើការគុណសូត្រមេគុណ8ចាព្រោះយើងមានលេខ8មួយអញ្ចឹងយើងយកលេខ8គុណជាមួយនឹងគ្រប់តួលេខទាំងផ្នែកខាងលើចា8 5ដងគឺស្មើនឹងចាគឺស្មើនឹង40ហើយណា40សរសេរលេខ0ត្រាតុក4 8 0ដង0បូកនឹង4ត្រាតុកស្មើនឹង4ដងដល់ដែរ8 4ដង32ចាគឺសរសេរលេខ30 32 8ចាឥឡូវយើងគុណនៅក្នុងតង10ម្ដងអញ្ចឹងផលគុណនឹងតង10ដាក់ទៅក្រោមតង10 3 5ដង15សរសេរលេខ5ត្រាតុក1ចា3 0ដង0 0បូកនឹង1គឺស្មើនឹង1 3 4ដង12ចាចម្លើយចុងក្រោយសរសេរលេខ10 12ហើយកូនទាំងអស់គ្នាទៀងទាត់ធ្វើការបូកចុងក្រោយចាទីយើងធ្វើការបូកវិញចានៅខាងចុងចាស្មើនឹងប្រមាណ0 4បូកនឹង5ស្មើនឹង9 2បូក1ស្មើនឹង3 3បូកនឹង2ស្មើនឹង5ចាមួយទម្លាក់ចម្លើយទី3អ្នកគ្រូឃើញ15390តើអ្នកគាត់គ្នាឃើញប្រមាណដែរគាត់ចាបើឃើញ15390ចាគឺជាចម្លើយដែលត្រឹមចាដែលត្រឹមត្រូវចាឥឡូវយើងចុងក្រោយធ្វើលេខម្ដងទៀតចាគឺយើងធ្វើលេខនេះចាធ្វើទៀតចាគឺដាក់ខាងក្រោមមកដើម្បីកុំឲ្យនេះគឺដាក់ត្រង់នេះហើយដល់ទៅកន្លែងទៀតកន្លែងចាគឺ415 1គុណនឹងចា25 28វាជាទៀតទៅទៅមើលឃើញអត់ទេអត់ចាមើលបណ្ដាធៀនណាអ្នកទាំងគ្នាចាសេលើយlênស្លាកពេកចាឥឡូវយើងគុណលេខ8ទៀតហើយចា8 6ដងចាគឺស្មើនឹង48សរសេរលេខ8ត្រាតុក4 8 8ដង8 8បូកនឹង4ប៉ុន្មានបាទចា8បូក4ដង2សរសេរលេខ2ត្រាតុក1 8 4ដង32 32បូក1គឺស្មើនឹង30ចា33ចា2ឥឡូវយើងគុណផ្ទាប់10ដង2 6ដង12សរសេរលេខ2ត្រាតុក1 2ម្ដង2បូក1គឺស្មើនឹង3ចាហើយ2 4ដង5 8ចានេះលេខទេចាចុងក្រោយយើងនឹងធ្វើប្រមាណវិធីចាវិធីបូកសរុបមកស្មើប៉ុណ្ណា
ស្មើនឹង10ចាឥឡូវយើងទៀតទៅចម្លើយទាំងអស់គ្នាចម្លើយខចាចម្លើយខគឺឃើញ11648ចាបងឃើញដល់នេះគ្រូអត់ទេចាបងឃើញ11648ចម្លើយនឹងជាចម្លើយដែលត្រឹមចាត្រឹមត្រូវអញ្ចឹងក៏យើងទៀមទាត់ហើយខក៏រួចហើយឈក៏រួចហើយចុះចម្លើយខក៏រួចហើយដែរចាអញ្ចឹងគ្រូនៅមានចំណុចមួយទៀតបន្តរួចអត់ទេណាបងណាចាចំណុចមួយទៀតគឺការមុធាគណនាចំពោះប្រមាណវិធីកូនចាគឺប្រមាណវិធីកូនរបស់យើងគឺ300គុណនឹង20ចាអ្នកគ្រូដែលកំពុងអត់មានឆ្លាតហើយព្រោះយើងបានសូត្រមានលេខវាហើយចាមុខធាគណនាចាតេតងនឹងការគិតភ្លាមឆ្លើយភ្លាមតែម្ដងចាអញ្ចឹង300ចាក300គុណនឹង20ស្មើនឹងប៉ុន្មានអ្នកទាំងអស់គ្នាចា300គុណ20ស្មើប៉ុន្មានចាឥឡូវយើងយកអ្នកគ្រូឃើញម្នាក់ដល់អ្នកទាំងអស់គ្នាឃើញប៉ុន្មានចាអ្នកគ្រូឃើញ6ចា6000អ្នកទាំងអស់គ្នាឃើញប៉ុន្មានដែរក៏ចំណុចកអ្នកគ្រូឃើញ6000แล้วឃើញកូនឃើញប៉ុន្មានចាបើកូនឃើញ6000គឺមានន័យថាជាចំណុចដែលត្រឹមត្រូវចាឥឡូវយើងចូលដល់ចំណុចខបន្តទៀតចាចំណុចខគឺ500ចា500គុណនឹងប្រមាណអ្នករកនេះដែរអត់ចាគុណនឹង30ចាគុណប្រមាណមើលអ្នកទាំងអស់នេះគឺលឿនលំហាត់នេះគឺគិតភ្លាមឆ្លើយភ្លាមចាឥឡូវអ្នកគ្រូឃើញ15000ចាអ្នកទាំងអស់គ្នាឃើញ15000ហើយអ្នកគ្រូអត់ចាបើឃើញ15000ជាចម្លើយដែលត្រឹមត្រូវចាឥឡូវយើងទៀបទាំងអស់គ្នាមកឃើញ15000អត់ទេចា15000ជាចម្លើយដែលត្រឹមត្រូវចាយើងចូលដល់ចំណុចគោចាចំណុចគោហើយតើចំណុចគោលេខប្រមាណគោណាស់លេខប្រមាណក៏ដែលកូនធ្វើរួចហើយគឺលេខប្រមាណចាគឺលេខ400កូនណាប្រមាណទាំងអស់គ្នាចាគឺកូននឹង20ចាអ្នកទាំងអស់គ្នាគិតព្រាមឃើញប្រមាណណាតែឥឡូវយើងគិតឲ្យអ្នកគ្រូនឹងគិតដែរឃើញប្រមាណចាអ្នកគ្រូឃើញ8000តាកូនឃើញ8000នៅនេះគ្រូអត់ចានេះគ្រូឃើញ8000ចុះកូនឃើញប្រមាណចានេះគ្រូឃើញ8000ចុះមកកូនចម្លើយរបស់កូនឃើញ8000ដូចគ្នាមិនន័យថាជាចម្លើយដែលត្រឹមត្រូវចាឥឡូវយើងចូលដល់ចំណុចខចាចំណុចខលេខច្រើនជាងមុនគឺ600កូននឹងចាកូននឹងប៉ុន្មានទៅចាគុណនឹង50ចាឃើញប្រមាណទៅអ្នកទាំងអស់គ្នាចាំពីបងប្អូនទាំងអស់គ្នាមើលតែអ្នកគ្រូឃើញប្រមាណហើយកូនឃើញទៅឃើញប្រមាណឥឡូវអ្នកគ្រូឃើញប៉ុណ្នេះចានេះកូនឃើញមែនចាអ្នកគ្រូឃើញ30000តើកូនទាំងអស់គ្នាឃើញប្រមាណបាទចាអ្នកគ្រូឃើញ30000ចាំបើកូនឃើញចម្លើយ30000ត្រង់ចំណុចខចាគឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងអ្នកគ្រូទៀមទាត់ឡើងវិញចំណុចកអ្នកគ្រូឃើញ6000ចំណុចខអ្នកគ្រូឃើញ15000ចំណុចកអ្នកគ្រូឃើញ8000ហើយចំណុចខឃើញច្រើនជាងគេដល់ទៅ30000អញ្ចឹងកូនឃើញដល់អ្នកគ្រូអត់ចាបើឃើញដល់អ្នកគ្រូជាចម្លើយដែលត្រឹមត្រូវចាពីលំហាត់ទី1រហូតដល់លំហាត់ទី2យើងបានទៀមទាត់គ្នារួចហើយចាអ្នកគ្រូនឹងមានចំណុចមួយទៀតចាយើងដឹងហើយគឺចាត្រង់កន្លែងចំហោតចាអ្នកទាំងអស់គ្នាក៏ជាធ្វើចំណុចមួយហើយចាកាលណាធ្វើចំណុចមួយហើយយើងទាំងអស់គ្នាទៀមទាត់ជាមួយនឹងគ្រូណាបងទាំងអស់គ្នាចាទៀមទាត់ចំណុចជាមួយនឹងគ្រូច
ចាឥឡូវយើងចាប់ដើមគណនាចំណងចំណុចគ្រូតែឃើញប្រមាណកុំភ្លេចណាកូនទាំងអស់គ្នាគឺការសូត្រមេគុណឲ្យបានញឹកញាប់ចាឥឡូវយើងចាប់ដើមធ្វើចំណងទាំងអស់គ្នាចឹងអ្នកគ្រូអានណាកូនទាំងអស់គ្នាអានទៅទៀតអ្នកគ្រូនឹងអាននៅនេះចាចាំដល់មីងសានដាំចេក256ដើមក្នុងចំការរបស់គាត់ក្នុងដើមចេកមួយគាត់ដាក់ជីកំប៉ុស្តអស់15គីឡូក្រាមតើគាត់ត្រូវការជីកំប៉ុស្តប៉ុន្មានគីឡូក្រាមដើម្បីដាំចេកក្នុងចំការនោះចាអ្នកគ្រូអានឲ្យកូនស្ដាប់ម្ដងទៀតចឹងកូនស្ដាប់ឬអាចអានខ្លួនឯងនៅឯផ្ទះណាបងណាមីងសានដាំចេក256ដើមក្នុងចំការរបស់គាត់ក្នុងមួយដើមចេកនេះគាត់ដាក់ជីកំប៉ុស្តអស់15គីឡូក្រាមគេសួរថាតើគាត់ត្រូវការជីកំប៉ុស្តប៉ុន្មានគីឡូក្រាមដើម្បីដាំចេកក្នុងចំការរបស់គាត់អញ្ចឹងគេរកចំនួនជីកំប៉ុស្តទាំងអស់ចេកគាត់មាន256ដើមហើយក្នុងមួយដើម15គីឡូអញ្ចឹងធ្វើយ៉ាងម៉េចកូនទាំងអស់គ្នាចំណុចនេះចាចំណុចនេះធ្វើយ៉ាងម៉េចចាធ្វើលេខកូនអញ្ចឹងយើងទាំងអស់គ្នាចាប់តាមធ្វើប្រមាណវិធីទាំងអស់គ្នាជាមួយនឹងអ្នកគ្រូចាយើងដាក់ប្រមាណវិធីជាមួយនឹងគ្រូណាអ្នកគ្រូបែងចែកក្រាហ្វិកនេះដើម្បីងាយចាគឺដាក់នេះចាហើយបើកូនមិនទាន់យល់កូនអាចអានម្ដងទៀតទៅទៀតណាកូនណាកូនអានម្ដងទៀតទៅដើម្បីឲ្យងាយយល់ចាប្រធានចំណោមតែដែលដោះស្រាយចំណុចងាយគឺត្រូវការអានហើយអានឲ្យយល់ចាឥឡូវខ្ញុំដាក់ចំណុចរបស់យើងគឺមានប្រមាណវិធីចាប្រមាណវិធីនិងរបៀបចារបៀបឆ្លើយចាប្រមាណវិធីនិងរបៀបឆ្លើយចាឥឡូវយើងចាប់តាមធ្វើទាំងអស់គ្នាណាកូនយកសិភៅមកចឹងហើយបានគ្រូឲ្យកូនយកសិភៅមកដាក់ក្បែរខ្លួនកូនដើម្បីងាយស្រួលក្នុងការធ្វើជាមួយអ្នកគ្រូភ្លាមចាឥឡូវយើងចាប់ដើមឥឡូវយើងធ្វើចំណងទាំងអស់គ្នាចំណងនេះធ្វើលេខឲ្យកូនទាំងអស់គ្នាចាធ្វើលេខកូនគឺយក256កូននឹង10 15អ្វីដែលយើងត្រូវរកប្រភេទនេះគឺរកចារកជីកំប៉ុស្តរកចំនួនរកទម្ងន់ចាទម្ងន់ជីកំរកទម្ងន់ជីទាំងអស់ជីកំប៉ុស្តទាំងអស់ចាកំប៉ុស្តចារកទម្ងន់ជីកំប៉ុស្តទាំងអស់ដែលក៏ត្រូវការអញ្ចឹងទាំងអស់ដែលក៏ត្រូវការគឺធ្វើប្រមាណវិធីកូនដល់យកចំនួនដើមចេកគឺ256កូននឹង15គីឡូក្រាមចាឥឡូវយើងចាប់តាមធ្វើប្រមាណវិធីទាំងអស់គ្នាគឺយក256កូនជាមួយនឹង10ចា15តែយើងចាប់តាមគុណទាំងអស់គ្នាឃើញប្រមាណតើជីកំប៉ុស្តទាំងអស់ត្រូវការប្រមាណគីឡូដើម្បីយកមកដាក់តាមចេកតោះឥឡូវយើងធ្វើទាំងអស់គ្នាណាកូនចាគឺគុណនឹងតរាយយក5គុណនឹង6 5 6ដងស្មើនឹង30ចាសរសេរលេខ0ត្រាទុក3 5 5ដង25បូក3គឺស្មើនឹង25 8សរសេរលេខ8ត្រាទុក2 5 2ដង10 10បូកនឹង2ចាស្មើនឹង10 12ចាឥឡូវយើងគុណទៅទង10ចម្លើយទង10គឺដាក់នៅក្រោមទង10ចា1 6ដងស្មើនឹង6ចាយក1គុណនឹង5ស្មើនឹង5
5យក1គុណនឹង2ស្មើនឹង2ចុងក្រោយគឺគុណទាំងអស់គ្នាត្រូវបូកសរុបលទ្ធផលនៃការគុណខាងលើចាចាប់ដើមបូកមកឃើញប្រមាណជាកំពុងតែគេត្រូវការចាគឺ6មាន1បូកគឺអត់ទៅម្នាក់8បូកនឹង6ស្មើនឹង10 14ទៅសេលេខ4ត្រាតុក1ចាយកត្រាតុកបូកនឹង2ស្មើនឹង3បូកនឹង2ស្មើនឹង5 3បូកនឹង5ស្មើនឹង8សរសេរលេខ5 8ចា1បូកនឹង2ស្មើនឹងចាំចំនួនជីកំប៉ុងដែរមានសារត្រូវការនោះគឺចា3840គីឡូក្រាមចឹងចំណុចរបស់យើងរកតាមមិនទាន់ទេអញ្ចឹងបណ្ណាមិនទាន់យើងរកអស់ហើយយើងអាចដាក់ឆ្លើយថាឬក៏ដូចនេះចាយើងសរុបសេចក្តីមកដូចនេះចាមានសានត្រូវការជីទាំងអស់មកគាត់ត្រូវការជីទាំងអស់បណ្ណាគីឡូក្រាមទាំងអស់ចាគឺ3840គីឡូក្រាមចាចឹងចម្លើយគឺយើងគូគុំដើម្បីឲ្យមានសម្ព័ន្ធភាពដល់កូនណាចាលោកគ្រូរបស់គ្នាចាចឹងយើងកូនចាប់ដើមទៀងទាត់ទៅហើយថាតាមចម្លើយកូនជាមួយនឹងចំណុចគ្រូយ៉ាងម៉េចដែរកូនចាមិនដែរកូនបើទាំងអស់គ្នាចាទី1គឺយើងរកកង្វល់ជីទាំងអស់ចឹងយើងរកឃើញហើយเป็นในตัวมันใบวัน840กิโลกรัมจากก้อนข้าวได้เด็กรู้อ่ะครับจ้าบางก้อนข้าวเด็กชนิดคือเป็นในการที่จำนวนตรัมจ้ายังต้องมีจำนวนมวยเตี้ยจ้าคือกาบอกกาจำนวนจ้าเนี่ยมันช่วยการกับจำนวนมวยคือเป็นเล็กจ้าในตัวอักเนี่ยเราอ่านคนหายจำนวนต่อคือการกับจำนวนจ้าที่ในกลุ่มเป็นเล็กtoán cả một cái dạ ní cứ chỉ còn lại cái cà và nhớ trồng cào hết các con chơi một cà đã có cha bị mốt trên lao ba một cà về hai cha để con miết từ lồng hạt té cha nó có một cà chia rồi thiên chừng ngọt ở để kêu cha cứ miên lệ pi rồi hà sát con chỉ môi nè con vào màn đó cha con chỉ môi nè một hay mà thấy ram còn dùng điện thì mình cứ còn mà tập vừa hai đó mùi sạch đá mùi thái điện vật đo hoặc là màu bình chìa cho nên lấy cái tá không phải của bạn bạn ná đồng bày ra chi vật thiết là chân chi luật hát là nhiên lế pi rồi hà sát con nâng mà thấy ram chân cô chặt là vừa chịu từng là bài trúng nè cha này cũng nhớ hai con học nghe chăm tìm tuần chăm tìm tuần học nghe đấy thật tác thân quần mát là vậy trên pi rồi hai sao con đang học thấy cả cha nhưng con tự học nè chả là 11 trường hợp chứ đặt mình xa là lấy cái đặt tu sóc vào đâu nè phù sóc mình xa phù sóc hồng bớ pi rồi ha sắp đờn nè nè sắp đờn với pi rồi ha sắp đờn chà nó một đá một đặc chí mà phải gram nó một đám nóng muối đờn
có 25 gram kg thì này 25 gram ta phù sâu trời cà chi bằng kg ta phù sâu trời cà chi bằng kilo kgដើម្បីដាក់អំពៅដើម្បីដាក់អំពៅចាឥឡូវយើងមើលការបកកាត់ចំណងរបស់យើងគឺមានលេខ255គុណនឹង20 25គឺលេខគុណបង្កើតបែបនេះចាំកូនបង្កើតបែបណាដែរកូនទាំងអស់គ្នាចាយើងអាចដាក់ឈ្មោះផ្សេងពីនេះក៏បានដែរមិនចាំបាច់ដាក់ដូចតែគ្រូទេចានោះគឺយើងបើកទៅនេះគ្រូចង់ដាក់ស្អីក៏បានប៉ុន្តែសំខាន់គឺមានលេខ250គុណនឹង20 25ព្រោះមិនឲ្យចេញពេលយើងដោះស្រាយទៅឃើញ250គុណនឹង20 25ចាអត្ថបទនេះគឺជាចំណុចដែលត្រឹមត្រូវហើយចាអញ្ចឹងការកែកិច្ចការផ្ទះរបស់យើងត្រង់មេរៀនលេខគុណ3ផ្ទាល់និងលេខ2ផ្ទាល់គឺអស់តែប៉ុណ្ណេះឯងចាកុំភ្លេចណាកូនទាំងអស់គ្នាចាបើមានកិច្ចការក្រោយទៀតកូនកុំភ្លេចធ្វើឲ្យបានល្អឲ្យបានត្រឹមត្រូវហើយកុំភ្លេចសូត្រមេកូនឲ្យបានជាប្រចាំដើម្បីធ្វើការគុណលេខឲ្យកាន់តែងាយស្រួលចាជាចុងក្រោយកុំភ្លេចទៅកូនទាំងអស់គ្នាអ្វីដែលគ្រូប្រាប់ឲ្យប្រដាប់ទៀតគឺការធ្វើអនាម័យខ្លួនប្រាណរបស់កូនដោយការលាងដៃជាមួយសាប៊ូចាការលាងដៃជាមួយអាល់កុលឬក៏ចាតែបើសិនជាកូនចង់ចេញទៅលេងនៅខាងក្រៅកុំភ្លេចណាគឺការពាក់ម៉ាស់ដើម្បីការពារខ្លួនចាចឹងជំរាបលាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាស្អាតជានិញស្អាតជានិញ